សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែលខ្ញុំបាទចេញមុខម្ហូបមួយគឺស្លប្រហើរត្រីអណ្ដែងជាមួយនឹងកូនត្រីចង្វាពោតបាទនេះគឺជាសកម្មភាពចិត្តបន្លែបងប្អូនចិត្តបន្លែគឺយើងរៀបចំបន្លែបន្លុកឲ្យហើយមុននឹងយើងចាប់ផ្ដើមធ្វើម្ហូបបងប្អូនគ្រឿងផ្សំអត់មានដូចច្រើនទេបងប្អូននេះគឺលពៅផ្លែលពៅមួយចំណិតធំបងប្អូនស្រ័យលើបងប្អូនដាក់តិចដាក់ច្រើនដូចខ្ញុំ2នាក់ចេះដាក់2ដុំនៅក៏នៅក្នុងដៃមួយដុំនៅនេះមួយដុំដែលចិត្តហើយនឹងផ្សិតបងប្អូននេះផ្សិតមកគុំផ្លែននងចិត្តរួចហើយនេះចំនួន1បងប្អូននេះប៉ុណ្ណាធ្នាក់ពៅនេះផ្ទីបងប្អូនផ្ទីធម្មជាតិផ្ទីនេះគេហៅថាផ្ទីអីផ្ទីនេះផ្ទីដូងបាទតើបងប្អូនរងចាំតាមដានទាំងអស់គ្នានៅការធ្វើម្ហូបរបស់ខ្ញុំបាទគឺជាត្រីអណ្ដែងដែលយើងបានអាំងរួចហើយបងប្អូននេះគឺជាត្រីអណ្ដែងអាំងរួចហើយចំនួន1និងត្រីចង្វាពោតបងប្អូនត្រីចង្វាពោតធំៗបងប្អូនចង់ប៉ិនរៀមដៃខ្ញុំបាទនេះគ្រឿងផ្សំដែលយើងបានរៀបចំទុកដើម្បីស្លបងប្អូននេះយើងកំពុងតែបេះយកតែស្លឹកខ្ចីបងប្អូនយកត្រួយយកស្លឹកដើម្បីយើងយកទៅស្លបងប្អូនខ្លះក៏ហៅថាស្លសន្លក់បងប្អូនខ្លះហៅថាប្រហើបងប្អូននិយាយរួមទូពីរមុខនេះដូចគ្នាបងប្អូនខុសតែក៏សន្លកកោទេបងប្អូនដែលមានគ្រឿងច្រើនគ្រឿងផ្សំច្រើនចំព្រោះប្រហើយើងដាក់តែ2 3មុខក៏បានដែរបងប្អូនតិចទៀតនឹងយើងទៅបេះលឹកបាសបងប្អូនយើងកំពុងតែចិត្តបន្លែហើយបងប្អូនចិត្តជាកង់ដុំតាមចំណូលចិត្តរបស់បងប្អូនចិត្តតូចចិត្តធំបាទនេះគឺយើងកំពុងតែលាងបន្លែបងប្អូនកម្មភាពលាងបន្លែបាទលាងជ្រះពី3ទឹកទៅណាបងប្អូនខ្ញុំជ្រះតែ1ទឹកពេញលោអត់ជ្រះស្អាតអីព្រោះយើងធ្វើហូបត្រូវតែមានអនាម័យល្អជានិច្ចបងប្អូនស្លឹកគ្រៃបងប្អូនបេះ2ស្លឹកបានហើយនេះស្លឹកក្រូចសើចបាទនេះបន្ទាប់ពីទឹកពុះហើយបងប្អូនបន្ទាប់ពីទឹកពុះហើយគឺយើងបង់បន្លែជាមុនសិនបងប្អូនដើម្បីឲ្យបន្លែនោះឆ្អិនសិនបងប្អូនឆ្អិនល្អសឹមយើង
ដាក់ត្រីនិងផ្ទីចូលតាមក្រោយបងប្អូនបើសិនតែយើងដាក់ផ្ទីលាយលពៅនិងផ្សិតជាមួយននងតែម្ដងអាចធ្វើឲ្យផ្ទីយើងនោះវារលួយអស់បងប្អូនវារលួយវាអត់ឆ្ងាញ់បងប្អូន